រៀនធ្វើចិត្តឲ្យត្រជាក់មានពេលទំនេរសូមច្បាប់ពីចិត្តអ្នកបាន3នាទីកុំឲ្យវាគិតរឿងផ្សេងប្រមូលអារម្មណ៍ប្រមូលចិត្តឲ្យមកនៅក្នុងរូបកាយអ្នកបិទភ្នែកហើយផ្ដើមចិត្តស្រឡាញ់ផ្ដល់ភាពត្រជាក់រជុំដល់ខ្លួនអ្នកថាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខនឹកដល់ពាក្យនេះរឿយត្រឡប់ទៅត្រឡប់មកសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខទម្លាប់ផ្សាយទឹកចិត្តល្អបង្កើនចិត្តស្រឡាញ់ដល់ខ្លួនអ្នកតាំងពីក្បាលរហូតដល់ចុងជើងធ្វើចិត្តអ្នកឲ្យសប្បាយឲ្យរីករាយញញឹមផ្ដល់សេចក្តីស្រឡាញ់ដល់ខ្លួនអ្នកសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខបើចិត្តអ្នកហោះហើររវើរវាយទៅទីណាទាញត្រឡប់វាមកវិញនឹកដល់ពាក្យនេះរឿយសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខធ្វើយ៉ាងនេះបាន3នាទីចិត្តអ្នកនឹងបានត្រជាក់បន្តិចមិនខានរឹងមាំជីវិតមនុស្សម្នាក់មានរឿងច្រើនណាស់ហើយរឿងខ្លះធ្ងន់ធ្ងរពេករហូតអាចធ្វើឲ្យអ្នកស្ទើរតែលែងចង់រស់ទៀតក៏មានអ្នកណាក៏មានរឿងដែរអ្នកខ្លះមានបុណ្យច្រើនក៏មិនសូវជួបរឿងច្រើនទៅចំណែកឯអ្នកខ្លះសាងកម្មមិនសូវល្អច្រើនក៏ជួបតែរឿងអកុសលបន្តកន្ទុយគ្នាមិនចេះចាប់មិនចេះហើយជីវិតតែងជួបរឿងល្អខ្លះមិនល្អខ្លះជារឿងធម្មតាកុំកើតទុកពេកអីបើជួបរឿងល្អទទួលយកទៅតែកុំជួបពេកអីហើយបើជួបរឿងមិនល្អប្រឹងដោះស្រាយទៅបើដោះបានប៉ុណ្ណាក៏យកប៉ុណ្ណឹងទៅកុំមួម៉ៅក្តៅក្រហាយអីយើងគ្មានសមត្ថភាពទូលផែនដីម្នាក់ឯងបានទេត្រូវចេះរៀនសម្រាលទុកចេញពីខ្លួនឯងខ្លះទៅកុំបណ្តែតបណ្ដោយឲ្យរឿងរ៉ាវជិះជាន់អ្នកខ្លាំងពេករឿងមិនល្អជាផលនៃបាបចាស់រីឯភាពមួម៉ៅក្តៅក្រហាយជាបាបថ្មីដែលធ្វើឲ្យអ្នករឹងរឹតតែក្តៅក្រហាយរឹងរឹតតែកើតទុកបន្ថែមទ្រាំទៅថ្ងៃមិនចេះតែក្តៅរហូតទេគង់នឹងជ្រេទៅភ្លើងក៏មិនចេះតែឆេះរហូតដែរគង់តែនឹងរលត់ទៅយប់ក៏មិនចេះតែងងឹតរហូតដែរគង់តែមានថ្ងៃរះពេលព្រឹកឡើងជីវិតមិនចេះតែជួបរឿងអាក្រក់រហូតទេគង់តែមានការប្រសើរឡើងបើអ្នកមិនទាន់អស់សង្ឃឹមងើបឡើងតស៊ូឡើងវិញហើយសាងអនាគតជាថ្មីរវល់អ្នកណាក៏រវល់ដែររវល់រកទ្រព្យរវល់បំពេញកិច្ចការងាររវល់រឿងគ្រួសាររវល់នោះរវល់សឹងតែរកថ្ងៃស្លាប់មិនបានផងពេលខ្លះសម្ពាធការងារច្រើនពេកគិតច្រើនពេកកាយក៏ហត់ចិត្តក៏ហត់យូរទៅជាស្មុគស្មាញចិត្តរកសុខមិនសូវឃើញឡើយការងារចាំបាច់ត្រូវតែធ្វើតែក៏ត្រូវតែរៀនអប់រំចិត្តជាមួយផងទើបមិនសូវមួម៉ៅរៀនដោះលែងខ្លួនអ្នកពីរឿងអតីតកាលកុំសូវរំលឹករំលើកវាពេកឲ្យវាហួសទៅចោះហើយក៏កុំសូវព្រួយបារម្ភនឹងរឿងដែលមិនទាន់កើតឡើងពេកអីរឿងណាត្រូវកើតដេកយំប៉ុណ្ណាក៏នៅតែកើតហើយអ្វីមិនចេះតែបានតាមចិត្តយើងរហូតទេកុំមួម៉ៅពេកជីវិតគឺអញ្ចឹងឯងហើយទម្លាប់កុំគិតរញ៉េរញ៉ៃពេកកុំគិតច្របូកច្របល់ក្នុងពេលតែមួយវាធ្វើឲ្យអ្នកវិលវល់ទម្លាប់គិតរឿងណាឲ្យប្រកបជាមួយនឹងរួចចាំគិតរឿងមួយទៀតហើយកុំតក់ក្រហល់ចង់បានភ្លាមដូចចិត្តមិនបានទេបានតែកើតទុករៀនអត់ធន់រៀនកាត់ខ្លះទៅរៀនព្រមទទួលស្គាល់ការពិតរៀន
អត់ឱនឲ្យអ្នកដទៃរៀនញញឹមស្រស់ស្រាយរឹងប៉ឹងរៀនទ្រាំចំពោះការលំបាកអ្នកនឹងមិនសូវកាត់ទុកទេរវល់អ្នកណាក៏រវល់ដែររវល់រកទ្រព្យរវល់បំពេញកិច្ចការងាររវល់រឿងគ្រួសាររវល់នោះរវល់សឹងតែរកថ្ងៃស្លាប់មិនបានផងពេលខ្លះសម្ពាធការងារច្រើនពេកគិតច្រើនពេកកាយក៏ហត់ចិត្តក៏ហត់យូរទៅជាស្មុគស្មាញចិត្តរកសុខមិនសូវឃើញឡើយការងារចាំបាច់ត្រូវតែធ្វើតែក៏ត្រូវតែរៀនអប់រំចិត្តជាមួយផងទើបមិនសូវមួម៉ៅរៀនដោះលែងខ្លួនអ្នកពីរឿងអតីតកាលកុំសូវរំលឹករំលើកវាពេកឲ្យវាហួសទៅចុះហើយក៏កុំសូវព្រួយបារម្ភនឹងរឿងដែលមិនទាន់កើតឡើងពេកអីរឿងណាត្រូវកើតដេកយំប៉ុណ្ណាក៏នៅតែកើតហើយអ្វីមិនចេះតែបានតាមចិត្តយើងរហូតទេកុំមួម៉ៅពេកជីវិតគឺអញ្ចឹងឯងហើយទម្លាប់កុំគិតរញ៉េរញ៉ៃពេកកុំគិតច្របូកច្របល់ក្នុងពេលតែមួយវាធ្វើឲ្យអ្នកវិលវល់ទម្លាប់គិតរឿងណាឲ្យប្រកបជាមួយនឹងរួចចាំគិតរឿងមួយទៀតហើយកុំតក់ក្រហល់ចង់បានភ្លាមដូចចិត្តមិនបានទេបានតែកើតទុករៀនអត់ធន់រៀនកាត់ខ្លះទៅរៀនព្រមទទួលស្គាល់ការពិតរៀនអត់ឱនឲ្យអ្នកដទៃរៀនញញឹមស្រស់ស្រាយរឹងប៉ឹងរៀនទ្រាំចំពោះការលំបាកអ្នកនឹងមិនសូវកើតទុកទេរក្សាមាត់អ្នកអាចជាអាវុធដ៏មុតស្រួចចាក់ធ្លាយពីត្រចៀកធ្លុះដល់បេះដូងគេគ្មានចិញ្ចៀមមួយដំណក់ទេតែធ្វើឲ្យគេឈឺចាប់អស់មួយជីវិតក៏ថាបានមាត់អ្នកក៏អាចជាឱសថទិព្វធ្វើឲ្យអ្នកកំពុងតែមានទុក្ខកង្វល់បានធូរស្បើយវិញក៏ថាបានដែរមុននឹងនិយាយទម្លាប់ឆែកមើលបេះដូងអ្នកជាមុនសិនថាតើនិយាយដោយកំហឹងដោយចំណែនដោយបំណងចង់ឌឺដងឲ្យគេឈឺចាប់ឬដោយចេតនាល្អចង់ឲ្យគេបានប្រយោជន៍បើមានចេតនាល្អហើយនិយាយចុះហើយកុំនិយាយច្រើនពេកម្យ៉ាងទៀតត្រូវចេះរកពាក្យសម្ដីណាពីរោះពិសាមកនិយាយផងកុំអាងថាខ្លួនឯងធំខ្លួនឯងជាមេឬក៏កុំអាងថាត្រូវហើយចេះតែលះទៅក៏មិនល្អដែរពេលខ្លះទោះបីយើងនិយាយត្រូវក៏ដោយតែនិយាយទាំងកំហឹងក៏មិនសូវបានទទួលផលល្អដែរបើខឹងកុំអាននិយាយចាំបាត់ខឹងសិនសឹមនិយាយក៏មិនទាន់ហួសពេលដែររនាបបាក់យករនាបជួសសម្ដីហួសរកអ្វីមកជួសពុំបានឡើយកុំទម្លាប់និយាយកាត់គេកុំកាត់ស្មានកុំព្រាវចាំច្បាស់សិនចាំនិយាយបើមិនដូច្នោះទេសម្ដីអ្នកនឹងคล้ายជាសម្ដីស្រូវស្រាលគ្មានន័យខ្លឹមសារចាញ់សម្លេងបាក់សាយំមិនខានរក្សាចិត្តអ្នកហោះហើរទៅណាអ្នកត្រូវតាមដានចិត្តអ្នកជាប្រចាំបើចិត្តខឹងក៏ដឹងតែចិត្តកំពុងខឹងហើយមិនថយលបឿនកំហឹងបន្តិចមកបើចិត្តចំណែនដឹងថាចិត្តកំពុងចំណែនហើយទាញវាចេះអបអរសាទរគេវិញបើស្ដាយក្រោយដឹងថាចិត្តកំពុងតែស្ដាយក្រោយហើយទាញវាត្រឡប់មកវិញប្រាប់ថារឿងហួសទៅហើយកុំស្ដាយអីបើចិត្តរីករាយចិត្តល្អចិត្តមេត្តាចិត្តបុណ្យក៏ដឹងថាចិត្តrấtល្អហើយព្យាយាមចម្រើនចិត្តប្រភេទនេះឲ្យបានច្រើនធ្វើជាប៉ូលីសតាមដានចិត្តអ្នកនាំឲ្យវាគិតរឿងត្រូវរឿងល្អទើបមិនសូវស្មុគស្មាញហើយមិនសូវមានទុក្ខកុំធ្វើជាជនរងគ្រោះឲ្យចិត្តធ្វើបាបអ្នកតាមចិត្តឡើយត្រូវបង្កើនស្មារតីធ្វើជាម្ចាស់ធ្វើជាអ្នកបញ្ជាចិត្តវិញ
មាត់គេត្រជាយើងគេមានសិទ្ធិនិយាយហើយអ្នកមានសិទ្ធិស្ដាប់ឬមិនស្ដាប់គ្មានអ្នកណាបង្ខំអ្នកទេអ្នកមិនអាចទប់មាត់គេបានទេតែអ្នកអាចទប់ត្រជាអ្នកបានបើអ្នកគិតថាវាគ្មានប្រយោជន៍គ្មានតម្លៃសម្រាប់ខួរក្បាលអ្នកគិតមេរោគអាចឆ្លងចូលចិត្តអ្នកតាមទ្វារត្រជាបើអ្នកចេះតែយកពាក្យពេចន៍ទិដងគេមកគិតហើយដេកក្តៅក្រហាយពេលគេនិយាយស្ដាប់ចុះតែត្រូវពិចារណាបើវានាំឲ្យចម្រើនចំណេះដឹងនិងគុណធម៌ស្ដាប់ឲ្យច្រើនចុះតែបើជាពាក្យឌឺដងចង់ឲ្យអ្នកក្តៅក្រហាយទេកុំស្ដាប់អីហើយបើជ្រុលជាស្ដាប់ទៅហើយឆាប់ភ្លេចទៅទុកខួរក្បាលអ្នកគិតរឿងណាមានប្រយោជន៍វិញយកពាក្យពេចន៍ឌឺដងគេច្រើនមកទុកក្នុងខួរក្បាលអ្នកនឹងសម្បូរមេរោគហើយមិនសូវបានសុខទេបើជាពាក្យដាស់តឿនចង់ឲ្យអ្នកបានល្អអរគុណគេទៅតែបើគេឌឺដងឲ្យអ្នកក្តៅទេកុំក្តៅតាមគេអីកុំផ្ញើសេចក្តីសុខនៅលើបបោមាត់អ្នកដទៃឡើយមនុស្សមិនចេះខុសអ្នកខ្លះត្រូវរហូតខុសក៏ត្រូវក៏ត្រូវខ្លាចខ្លួនឯងអន់ខុសហើយខំនិយាយបន្លែបន្លប់យកទៅតែខ្លួនឯងពេលធ្វើខុសអន់មួយបិទបាំងកំហុសអន់មួយទៀតហើយបើខំនិយាយបន្លែបន្លប់យកត្រូវអន់ថែមមួយទៀតមនុស្សប្រភេទនេះខ្លាចជាមនុស្សអន់អាជីពអ្នកណាដែលថាមិនចេះខុសហើយគ្មានអីធ្ងន់ធ្ងរគ្រាន់តែសុំទោសគេហើយប្រឹងកែកំហុសនោះឡើងវិញទេព្រះពុទ្ធហៅមនុស្សប្រភេទនេះថាជាបណ្ឌិតទៀតផងព្រោះអាចអភិវឌ្ឍខ្លួនឯងឲ្យបានខ្ពង់ខ្ពស់ជាងមុនបើមុខអ្នកប្រឡាក់ធ្យូងហើយមានគេប្រាប់គ្មានអីត្រូវប្រកែកទេហើយត្រូវអរគុណគេផងយ៉ាងណាមិញការចេះទទួលកំហុសហើយកែប្រែកំហុសជាមាគ៌ាឆ្ពោះទៅរកការរីកចម្រើនក្នុងជីវិតដោយប្រច័ណ្ឌចាក់ចែងពីពពកដូច្នោះឯងគួរចងចាំថាមនុស្សអួតច្រើនជាមនុស្សអន់ខ្លាំងភ្លើងក្រៅភ្លើងក្នុងពេលគេបោះភ្លើងឲ្យអ្នកបើអ្នកចង់ក្តៅទទួលយកចុះតែបើមិនចង់ក្តៅទេកុំយកអីឲ្យគេយកទៅវិញចុះឬបោះចោលទៅបើគេនិយាយឌឺដងចង់ឲ្យអ្នកក្តៅហើយស្រាប់តែអ្នកក្តៅតាមពាក្យគេមែនមានន័យថាអ្នកធ្វើតាមបំណងសត្រូវអ្នកហើយអ្នកទទួលយកភ្លើងហើយអ្នកក្តៅហើយគេនឹងសប្បាយចិត្តពេលឃើញអ្នកក្តៅអ្នកត្រូវរៀនធ្វើជាមនុស្សទឹកត្រជាក់ពីខាងក្នុងមកបើគេចង់ដុតឲ្យអ្នកក្តៅប្រាប់គេថាយកទៅវិញចុះយើងមិនត្រូវការភ្លើងទេគេនឹងរែកពុនភ្លើងនោះត្រឡប់ទៅវិញគេខឹងគេអាក្រក់ហើយបើអ្នកខឹងគេវិញអ្នកក៏អាក្រក់ដែរទាំងពីរអ្នកមិនសូវខុសគ្នាប៉ុន្មានទេកំហឹងបានដុតបំផ្លាញចិត្តគេឲ្យក្តៅរស់រាលដូចដេកអោបភ្លើងហើយគេចង់យកភ្លើងនោះមកសាចដាក់អ្នកដែរតែអ្នកកុំទៅល្ងងអីគ្មានរឿងអីត្រូវទទួលយកភ្លើងនោះទេឲ្យគេយកទៅវិញចុះឬបោះចោលទៅអ្នកមានតែចិត្តអាណិតអ្នកដេកអោបភ្លើងនោះទៅវិញទេអាណិតណាស់ព្រោះក្តៅអើយសែនក្តៅភ្លើងក្រៅភ្លើងក្នុងពេលគេបោះភ្លើងឲ្យអ្នកបើអ្នកចង់ក្តៅទទួលយកចុះតែបើមិនចង់ក្តៅទេកុំយកអីឲ្យគេយកទៅវិញចុះឬបោះចោលទៅបើគេនិយាយឌឺដងចង់ឲ្យអ្នកក្តៅហើយស្រាប់តែអ្នកក្តៅតាមពាក្យគេមែនមានន័យថាអ្នកធ្វើតាមបំណងសត្រូវអ្នកហើយអ្នកទទួលយកភ្លើងហើយអ្នកក្តៅហើយគេ